អូយអ្នកជិតខាងមាត់សាហាវណាស់និយាយពីខ្ញុំដូចជាគេមិនដឹងខ្លួនឯងទេពេលខ្ញុំញ៉ាំបាយគេថាខ្ញុំស៊ីច្រើនពេកពេលខ្ញុំសម្លឹងទូរស័ព្ទគេថាខ្ញុំគ្មានការងារមាត់គេដូចម៉ាស៊ីនដេមិនឈប់សម្រាកថ្ងៃមិញថាខ្ញុំក្រថ្ងៃនេះថាខ្ញុំមានលុយច្រើនអ្នកជិតខាងអើយចង់ដឹងអីទៀតមកសួរផ្ទាល់មាត់គុំនិយាយពីក្រោយខ្នងមាត់អ្នកជិតខាងសាហាវណាស់សាហាវណាស់និយាយអីក៏បានដូចជាគេជាព្រះអើយមាត់អ្នកជិតខាងសាហាវណាស់សាហាវណាស់ប៉ុន្តែខ្ញុំនៅតែញញឹមព្រោះខ្ញុំមិនខ្វល់ពេលខ្ញុំលេងតន្ត្រីគេថាខ្ញុំរំខានពេលខ្ញុំស្ងាត់គេថាខ្ញុំអួអានអ្នកជិតខាងអើយមាត់គេវែងជាងផ្លូវនិយាយរហូតដល់ខ្ញុំចង់ទៅរស់នៅឆ្ងាយប៉ុន្តែខ្ញុំនៅតែសប្បាយមិនខ្វល់មាត់គេជីវិតខ្ញុំរស់មិនត្រូវការគេមកវេយតម្លៃមាត់សាហាវប៉ុន្តែគេមិនហ៊ានមកប្រឈមគ្រាន់តែនិយាយដូចជាឆ្កែព្រោះពីក្រោយទ្វារមាត់អ្នកជិតខាងសាហាវណាស់សាហាវណាស់និយាយអីក៏បានដូចជាគេជាព្រះអើយមាត់អ្នកជិតខាងសាហាវណាស់សាហាវណាស់ប៉ុន្តែខ្ញុំនៅតែញញឹមព្រោះខ្ញុំមានជីវិតខ្លួនឯងអញ្ចឹងហើយអ្នកជិតខាងបើចង់និយាយមកនិយាយផ្ទាល់កុំដេមាត់ពីក្រោយវាមិនសម្បើមទេមាត់សាហាវប៉ុន្តែចិត្តខ្ញុំស្ងប់ជីវិតខ្ញុំរស់មិនត្រូវការគេមកជ្រៀតជ្រែក